មានព័ត៌មានក្តៅៗទាក់ទងជាមួយនឹងទីផ្សារហិរញ្ញវត្ថុដែលកំពុងតែផ្អើលនៅលើបណ្ដាញសង្គមមានដូចជាអ្នកខ្លះប្រាប់ឲ្យយើងទៅទិញមាសកំពុងឡើងថ្លៃហើយអ្នកខ្លះទៀតថាកុំទាន់សន្សំលុយទុកសិនទៅដើម្បីវិនិយោគនៅពេលដែលមាសធ្លាក់ចុះវិញហើយអ្នកខ្លះទៀតបានប្រៀបធៀបថាកុំទិញមាសអត់ល្អទេយើងត្រូវទិញcryptocurrency វិញហើយអ្នកខ្លះទៀតបានប្រាប់ថាអូកុំទិញ cryptocurrency ឬក៏មាសអីយើងនាំគ្នាទិញភាគហ៊ុនវិញវាសុវត្ថិភាពជាង អញ្ចឹងសំណួរសួរថាយើងគួរតែវិនិយោគនៅលើទ្រព្យមួយណា Cryptocurrency មាសឬក៏ភាគហ៊ុនក្នុងនាមខ្ញុំជាជនសាមញ្ញម្នាក់ដែលវិនិយោគលើវាទាំង3នេះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាពីវិធីក្នុងការការពារហិរញ្ញវត្ថុក៏ដូចជាតម្លៃនៃលុយរបស់យើងហើយនឹងវិធីសាស្ត្រក្នុងការបង្កើនទ្រព្យទាំងអស់នោះតាមរយៈការវិនិយោគទៅថ្ងៃអនាគតខ្ញុំសូមចាប់ផ្ដើមចេញពីចំណុចទី1ថាតើហេតុអ្វីបានជាយើងចាំបាច់ធ្វើការវិនិយោគ តាមពិតវាសាមញ្ញទេការវិនិយោគគឺជាការប្រើប្រាស់លុយរបស់យើងដើម្បីបង្កើតលុយបន្ថែមទៀតតែអ្នកទាំងអស់គ្នាប្រកាសជាសួរខ្ញុំវិញថាហេតុអីបានយើងចាំបាច់ឲ្យលុយរបស់យើងហ្នឹងទៅបង្កើតលុយបន្ថែមទៀតអញ្ចឹងមូលហេតុគឺវាមានពីរទីមួយគឺតាក់ទងជាមួយនឹងអតិផរណាអតិផរណានេះហើយដែលធ្វើឲ្យតម្លៃនៃលុយរបស់យើងដែលមានបច្ចុប្បន្នហ្នឹងវាធ្លាក់ថ្លៃនៅថ្ងៃមុខឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានលុយចំនួន$50,000នៅក្នុងកុងធនាគារដែលបច្ចុប្បន្នហ្នឹងធៀបពិតយើងអាចទិញបានផ្ទះមួយប៉ុន្តែសំណួរសួរថាតើទៅថ្ងៃអនាគត20-30ឆ្នាំទៅមុខទៀតតម្លៃលុយដែលអ្នកទាំងអស់គ្នាមានចំនួន$10,000ហ្នឹងតើអាចទិញផ្ទះមួយបានដែរអត់ព្រោះថាអតិផរណានេះហើយដែលវាធ្វើឲ្យតម្លៃនៃរបស់របរនៅក្នុងសង្គមរបស់យើងបច្ចុប្បន្នហ្នឹងវាកើនឡើងទៅតាមហ្នឹងទៅតាមអត្រានៃអតិផរណាហ្នឹងមូលហេតុទី2ហ្នឹងគឺដោយសារវាគឺជាវិធីសាស្ត្រងាយស្រួលបំផុតដើម្បីឲ្យយើងកសាងទ្រព្យសម្បត្តិរបស់យើង វាងាយស្រួលដោយសារយើងគ្រាន់តែយកលុយដែលយើងមានហ្នឹងយកទៅទិញវាហើយទុកវាទៅដល់ថ្ងៃមុខតម្លៃរបស់វាកើនឡើងយើងអាចលក់វាដើម្បីបានចំណេញមិនថាមាសមិនថា Cryptocurrency ឬក៏ភាគហ៊ុនទេគឺយើងវិនិយោគរបៀបហ្នឹងឯងហើយនៅក្នុងវីដេអូនេះតែម្ដងគឺខ្ញុំនឹងនិយាយលម្អិតបន្ថែមទៅលើផ្សារហ៊ុនហើយផ្សារហ៊ុននោះគឺជាផ្សារហ៊ុននៅអាមេរិកមិនមែនផ្សារហ៊ុននៅស្រុកខ្មែរយើង CSX នេះទេចំណុចបន្ទាប់ទៀតគឺតើអ្វីទៅគឺជាភាគហ៊ុនឬក៏យើងនាំគ្នាហៅថា stock ហ្នឹងការទិញភាគហ៊ុនឬក៏ការទិញ stock ហ្នឹងគឺជាការទិញចំណែកតូចមួយនៃភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនណាមួយឧទាហរណ៍ថាយើងទិញភាគហ៊ុនរបស់ក្រុមហ៊ុន Google អញ្ចឹងបានន័យថាយើងជាម្ចាស់ទូចមួយនៅក្នុងក្រុមហ៊ុនរបស់ Google ដែរហើយយើងទិញភាគហ៊ុននោះគឺដោយសារហេតុអីដោយសារយើងជឿថាក្រុមហ៊ុន Google នឹងរកស៊ីបានចំណេញទៅថ្ងៃអនាគតអញ្ចឹងនៅពេលដែលក្រុមហ៊ុននឹងគាត់រកស៊ីចំណេញទៅថ្ងៃអនាគតភាគហ៊ុនដែលយើងទិញនៅតម្លៃបច្ចុប្បន្ននេះវានឹងឡើងថ្លៃទៅថ្ងៃអនាគតនៅពេលដែលក្រុមហ៊ុននោះគាត់រកស៊ីទៅចំណេញភាគហ៊ុនរបស់ក្រុមហ៊ុនល្បីៗទាំងអស់នោះមានដូចជា Google, Microsoft, Netflix, Meta អីជាដើមហ្នឹងគឺត្រូវបានដាក់លក់នៅលើផ្សារហ៊ុនហ្នឹងមានដូចជា Nasdaq ឬក៏ New York Stock Exchange នឹងឯងហើយមួយថ្ងៃគឺមានអ្នកចូលទៅជួញដូរភាគហ៊ុនហ្នឹងនៅក្នុង Stock Market ហ្នឹងដែលតម្លៃរបស់វាអាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃមានវិធីពីរដែលយើងអាចចំណេញបានពីការទិញលក់ភាគហ៊ុននេះទីមួយគឺគេហៅថា capital gain វាសាមញ្ញទេគឺឧទាហរណ៍ថាយើងទិញ stock របស់ក្រុមហ៊ុន Google នៅតម្លៃ$100 2-3ឆ្នាំក្រោយមកតម្លៃរបស់ stock ហ្នឹងវាឡើងដល់$150អញ្ចឹងបានន័យថាពេលដែលយើងលក់ហ្នឹងគឺយើងអាចចំណេញ$50ពីការឡើងថ្លៃរបស់ stock Google ហ្នឹងឯងវិធីសាស្ត្រទី2គឺតាមរយៈភាគលាភ dividend ហ្នឹងអញ្ចឹងក្រុមហ៊ុនមួយចំនួនគឺគេបានផ្ដល់ជា dividend មកឲ្យអ្នកដែលបានទិញភាគហ៊ុនរបស់ក្រុមហ៊ុនគេហ្នឹងនៅពេលដែលគេចំណេញនេះគ្រាន់តែជាការលើកទឹកចិត្តមួយថាដោយសារយើងវិនិយោគជាមួយនឹងក្រុមហ៊ុនគេអញ្ចឹងជា incentive ត្រឡប់មកយើងវិញគឺគេផ្ដល់ជា dividend ហ្នឹងឯងអញ្ចឹងតើយើងគួរតែវិនិយោគលុយរបស់យើងនឹងជាមួយនឹងក្រុមហ៊ុនដែលបានដាក់លក់ហ៊ុនគេនៅផ្សារហ៊ុនសហរដ្ឋអាមេរិកហ្នឹងមួយណាទិញ Google ឬក៏ទិញ Microsoft ឬក៏ទិញ Meta ឬក៏ទិញ Tesla អញ្ចឹងការវិនិយោគនៅលើក្រុមហ៊ុនមួយហ្នឹងគឺតម្រូវឲ្យយើងស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុននោះបានរាយការណ៍នៅជារៀងរាល់3ខែម្ដងដែលមានដូចជា income statement, balance sheet ឬក៏ cash flow របស់ក្រុមហ៊ុនមួយហ្នឹងដើម្បីឲ្យដឹងថាតម្លៃដែល
ភាគហ៊ុនហ្នឹងដាក់លក់ហ្នឹងគឺថ្លៃឬក៏ថោកបើសិនជាថោកយើងទិញតែបើសិនជាថ្លៃទេគឺយើងអត់ទិញស្តុករបស់ក្រុមហ៊ុនហ្នឹងទេហើយហានិភ័យនៃការវិនិយោគទៅលើក្រុមហ៊ុនមួយហ្នឹងគឺវាអាចមានដោយសារបើសិនជាយើងទិញចំក្រុមហ៊ុនដែលអត់ល្អទេគឺលុយដែលយើងបានវិនិយោគជាមួយនឹងក្រុមហ៊ុននោះគឺវានឹងអស់ទៅតាមនឹងដែរឥឡូវឧទាហរណ៍ថាយើងបានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Nokia ចុះឬក៏ក្រុមហ៊ុន BlackBerry ចុះដែលពីមុនសុទ្ធតែជាក្រុមហ៊ុនទូរស័ព្ទដែលឈានមុខគេប៉ុន្តែនៅពេលដែលក្រុមហ៊ុន Apple iPhone វាយលុកមកក្រុមហ៊ុនទាំងអស់ហ្នឹងគឺចប់អញ្ចឹងបើសិនជាយើងបានវិនិយោគទៅលើក្រុមហ៊ុន Nokia ក៏ដូចជាក្រុមហ៊ុន BlackBerry អញ្ចឹងលុយរបស់យើងគឺនឹងអស់ទៅតាមនឹងឯងអ្នកមួយចំនួនគឺគាត់អត់វិនិយោគទៅលើក្រុមហ៊ុនតែមួយអញ្ចឹងទេគឺគាត់វិនិយោគជាកញ្ចប់ទៅលើ ETF ហ្នឹងបានន័យថា Exchange Traded Fund វាដូចជាកន្ត្រកមួយអញ្ចឹងដែលផ្ទុកនៅភាគហ៊ុនជាច្រើនរបស់ក្រុមហ៊ុនផ្សេងៗឧទាហរណ៍ថា ETF VOO នេះចុះអញ្ចឹងវាតំណាងឲ្យកញ្ចប់នៃភាគហ៊ុនទាំង500ដែលធំនៅក្នុងផ្សារហ៊ុនអាមេរិកអញ្ចឹងនៅពេលដែលយើងទិញនៅកញ្ចប់ភាគហ៊ុនអញ្ចឹងវាការពារហានិភ័យបើទោះជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនទាំង500ហ្នឹង go bankrupt ក៏ដោយក៏មានក្រុមហ៊ុន499ទៀតហ្នឹងអាចជួយ fund របស់យើងកុំឲ្យ go to zero បានដែរហើយនេះគឺជា performance របស់ ETF VOO ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបាន return របស់វាប្រហែលជា 500% អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាវិនិយោគទៅលើកញ្ចប់ ETF VOO នេះយើងអាច guarantee បានថាលុយដែលយើងវិនិយោគហ្នឹងគឺមិនបាត់បង់ទេហើយថែមទាំងអាចបង្កើននៅចំនួនទឹកលុយហ្នឹងបានទៀតអញ្ចឹងនៅក្នុងផ្សារហ៊ុនសហរដ្ឋអាមេរិកនេះអ្នកទាំងអស់គ្នាមានជម្រើសច្រើនអ្នកទាំងអស់គ្នាអាចវិនិយោគទៅលើក្រុមហ៊ុនមួយបានបើសិនជាអ្នកទាំងអស់គ្នាចេះមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះហើយអាចវិភាគថាតើតម្លៃដែលដាក់លក់នៅលើទីផ្សារបច្ចុប្បន្នហ្នឹងវាថោកឬក៏វាថ្លៃឬក៏មួយទៀតដើម្បីការពារហានិភ័យទាំងអស់នោះអ្នកទាំងអស់គ្នាអាចទិញជាកញ្ចប់ទៅលើ ETF VOO ហ្នឹងក៏បានអញ្ចឹង either way គឺ you still can make money from the stock market ជំហានបន្ទាប់គឺតើយើងអាចវិនិយោគនៅលើផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកតាមរបៀបណាបើសិនជាយើងនៅក្នុងស្រុកខ្មែរហ្នឹងអញ្ចឹងយើងអាចវិនិយោគទៅលើផ្សារមូលបត្រឬក៏ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកហ្នឹងតាមរយៈ broker អញ្ចឹងបើតាមខ្ញុំដឹង broker ដែលពេញនិយមប្រើប្រាស់នៅក្នុងស្រុកខ្មែររបស់យើងបច្ចុប្បន្នគឺមាន Interactive Broker ដែលបងប្អូនទាំងអស់គ្នាអាចចុះឈ្មោះតាម link ដែលមាននៅក្នុង description ខាងក្រោមបានហើយបន្ទាប់មកគឺយើងត្រូវធ្វើការ transfer លុយរបស់យើងហ្នឹងទៅ account trading របស់យើងដែលមាននៅក្នុង Interactive Broker ហ្នឹងអញ្ចឹងយើងអាចផ្ញើលុយហ្នឹងតាមរយៈ bank transfer ហើយពេលដែលលុយនោះចូលទៅក្នុង account trading របស់យើងហើយគឺយើងអាចទិញ individual stock ក៏បានយើងអាចទិញ ETF VOO ដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះក៏បានអញ្ចឹងការវិនិយោគនេះគឺអាស្រ័យលើបងប្អូនទេថាតើបងប្អូនអាចទ្រាំទ្រជាមួយនឹងហានិភ័យបានដល់កម្រិតណាហើយនឹងចុងក្រោយនោះគឺយើងអាចធ្វើការវិនិយោគទៅលើភាគហ៊ុនជា individual ក៏ដោយជាកញ្ចប់ ETF នឹងក៏ដោយយើងអាចប្រើប្រាស់ជា DCA បានន័យថា Dollar Cost Averaging បានន័យថាយើងទិញជារៀងរាល់ខែឬក៏ជារៀងរាល់2ខែម្ដងទៅតាមការកំណត់របស់បងប្អូនទេជាធម្មតាការវិនិយោគមានខាតមានចំណេញតែបងប្អូនត្រូវចាំថាយើងខាតឬក៏ចំណេញតតែយើងលក់អញ្ចឹងនៅពេលដែលមាន market crash ឬក៏មានព័ត៌មានមិនស្រួលណាមួយសូមបងប្អូនធ្វើការសិក្សាឲ្យបានច្បាស់សិនមុននឹងលក់ investment ដែលយើងបានទិញទៅលើ individual company ក៏ដោយទៅលើ ETF នឹងក៏ដោយជៀសវាងការស្ដាយក្រោយនៅពេលដែល market recover មកវិញជាចុងក្រោយអរគុណអ្នកនរអគ្នាដែលបានតាមដានវីដេអូមួយនេះហើយជូនពរអ្នកដែលបានវិនិយោគនៅក្នុងផ្សារមូលបត្រសហរដ្ឋអាមេរិកហើយឲ្យបានចំណេញកាន់តែច្រើនហើយអ្នកដែលមិនទាន់ចាប់ផ្ដើមអាចចាប់ផ្ដើមបានសូមអរគុណ